អំពើហិង្សាបានកើតឡើងនៅព្រំដែនជាមួយវៀតណាមកាលពីពេលថ្មីៗនិងចំនួននៃការបែងចែកព្រំដែនជាមួយនឹងវៀតណាមដែលនៅសេសសល់គឺជាប្រធានបទសំខាន់ពីរនៅក្នុងកិច្ចប្រជុំរវាងកម្ពុជានិងវៀតណាមជាលើកដំបូងក្រោយការផ្ទុះអំពើហិង្សាកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃច័ន្ទទី6កក្កដាខាងមុខគឺជាកិច្ចប្រជុំបន្ទាប់ពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរបានកើនឡើងកម្ដៅខ្លាំងមិនធ្លាប់មានកម្ដៅក៏ព្រោះតែប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានផ្ទុះអំពើហិង្សានៅតាមព្រំដែនខេត្តស្វាយរៀងកាលពីថ្ងៃទី28មិថុនានឹងការតវ៉ាតាមកំណត់ទូតរបស់កម្ពុជាប្រឆាំងនឹងសកម្មភាពវៀតណាមលោកស្រីកុយពិសីអនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងថាកម្ពុជារំពឹងថាខ្លួននឹងអាចដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមក្បែរខាងនេះបានសូមរំលឹកថាអំពើហិង្សារវាងពលរដ្ឋកម្ពុជានិងពលរដ្ឋវៀតណាមបានផ្ទុះឡើងកាលពីសប្តាហ៍មុននៅតាមបណ្ដោយព្រំដែនខេត្តស្វាយរៀងដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋទាំងសងខាងរបួសជិត20នាក់នៅក្នុងនោះក៏មានដែរព្រះសង្ឃខ្មែរនិងតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិក្រសួងការបរទេសវៀតណាមកាលពីថ្ងៃអង្គារម្សិលមិញបានរិះគន់យ៉ាងខ្លាំងទៅលើអំពើហិង្សានៅតាមបណ្ដោយព្រំដែនដែលដឹកនាំដោយសមាជិកសភាគណៈបកសង្គ្រោះជាតិវៀតណាមបានស្នើឲ្យភាគីកម្ពុជាចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងនិងការពារកុំឲ្យមានសកម្មភាពដដែលនេះកើតឡើងសារជាថ្មីម្ដងទៀតនៅក្នុងន័យដើម្បីធានាការអនុវត្តបោះបង្គោលព្រំដែនដោយឈរលើប្រយោជន៍រួមនៃប្រទេសទាំងពីរនេះបើតាមការបញ្ជាក់ពីលោកលេហៃប៊ិនអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលបានឆ្លើយសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញសូមបញ្ជាក់ថាបញ្ហាព្រំដែនកម្ពុជានិងវៀតណាមបានផ្ទុះឡើងជាបន្តបន្ទាប់តាំងពីខេត្តត្បូងឃ្មុំខេត្តរតនគិរីខេត្តកំពតនិងខេត្តកណ្ដាលជាដើមហើយចុងក្រោយនេះបានឈានដល់អំពើហិង្សារវាងពលរដ្ឋនៃប្រទេសទាំងពីរផងដែរគណៈបក្សសង្គ្រោះជាតិបានស្នើឲ្យសភាជាតិបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាព្រំដែននិងដើម្បីពិនិត្យមើលការបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរនាពេលកន្លងមកនិងស្នើឲ្យកម្ពុជាប្តឹងទៅអន្តរជាតិផងដែរលោកសុកទូចអ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជាបានមើលឃើញថាកិច្ចប្រជុំថ្ងៃទី6កក្កដាខាងមុខជាការបង្ហាញថាកម្ពុជានិងវៀតណាមគឺជាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ានយ៉ាងណាក៏ដោយលោកមនិតសុកទូចបានបញ្ជាក់ថាការដោះស្រាយបញ្ហាព្រំដែនគឺត្រូវការពេលវេលានិងស្នើឲ្យភាគីវៀតណាមគោរពសន្ធិសញ្ញាព្រំដែនរវាងប្រទេសទាំងពីរដែលបានចុះនាពេលកន្លងមក